មានមុខម្ហូបថ្មីមកបង្ហាញបងប្អូនគឺស្ងោរក្បាលជ្រូកចុចទឹកប្រហុករបៀបស្ងោរក្បាលជ្រូកចុចទឹកប្រហុកគឺយើងស្ងោរដូចនឹងបងប្អូនស្ងោរធម្មតាហ្នឹងគឺយើងគ្រាន់ដាំទឹកឲ្យពុះហើយដាក់ស្ងោរក្បាលជ្រូកចូលទៅតទៅយើងស្ងោរក្បាលជ្រូកឆ្អិនហើយយើងក៏យកក្បាលជ្រូកមកដើម្បីធ្វើការប្រលះក្នុងការប្រលះក្បាលជ្រូកហ្នឹងយើងត្រូវជ្រើសរើសយកកូនកំបុតដែលតូចហើយមុតវាងាយស្រួលក្នុងការប្រលះយើងចាប់ផ្ដើមប្រលះវាមកតាមបច្ចេកទេសរបស់យើងបងប្អូនណាមានបច្ចេកទេសប្រលះមិនក៏ប្រលះតាមនឹងទឹកពួកខ្ញុំប្រលះដល់កូនកំបុតតូចឆ្កូតវាតាមទំនងរបស់វាមកការប្រលះក្បាលជ្រូកវាពិបាកវាអត់មានភាពងាយស្រួលទេប៉ុន្តែពេលយើងស្ងោរវាឆ្អិនយ៉ាងតិចយើងប្រលះទៅវាយ៉ាងធូរតិចដែរតបពីយើងប្រលះក្បាលជ្រូកពីមួយចំហៀងទៅមួយចំហៀងហើយបានមកយើងបានក្បាលជ្រូកបានមួយចំហៀងហើយមើលទៅសាច់វាតំណងបងប្អូនពួកឲ្យយើងស្ងោរមកល្មមយើងអត់ឲ្យឆ្អិនពេកទេឬក៏ស្ទើរពេកពួកឲ្យយើងយកវាមកចុចទឹកប្រហុកក៏កាលណាយើងស្ងោរវាស្ទើរពេកប្រលះមកនៅឈាមក៏យើងញ៉ាំអត់កើតដែរហើយបើយើងស្ងោរទៅឆ្អិនពេកវាផុយញ៉ាំអត់ឆ្ងាញ់ដែរឃើញក្បាលជ្រូកតំណងបងប្អូនបន្ទាប់ពីការប្រលះមកក្បាលជ្រូកយើងទិញមកទាំងមូលវាមានក្បាលលក្ខជាអណ្ដាតគឺគេឲ្យយើងមកទាំងអស់មកកាផ្លែហ្មងហើយក្នុងនោះក៏មានខួរដែរតែបានពុះឲ្យបងប្អូនមើលស្ងោរទៅនៅទាំងមូលល្អបងប្អូនអើយបន្ទាប់ពីយើងហាន់ក្បាលជ្រូកហើយយើងក៏មកមើលពីពិធីធ្វើទឹកប្រហុកពិធីធ្វើទឹកប្រហុកនេះខ្ញុំជ្រើសរើសយកប្រហុកខ្សាច់ហើយខ្ញុំបានយកវាយកមកក្រឡុកក្នុងម៉ាស៊ីនក្រឡុកបន្តិចដើម្បីឲ្យវាម៉ត់ខ្ញុំព្យាយាមច្រាមដល់ពីដាក់ប្រហុកចូលក្នុងម៉ាស៊ីនទឹកក្រឡុកហើយខ្ញុំក៏បានដាក់ទឹកគ្រឿងចូលទឹកគ្រឿងនេះខ្ញុំបានថតវីដេអូឲ្យបងប្អូនមើលខ្ញុំដាំទឹកឲ្យពុះហើយខ្ញុំដាក់ច្របាច់ដេងទឹកចូលហើយនឹងប្រើម្នាស់បន្តិចចូលហើយខ្ញុំបានយកទឹករបស់វាហ្នឹងយកមកក្លុកក្នុងម៉ាស៊ីនក្លុករបស់យើងហើយយើងក៏ចាប់ដើមក្លុកវាទៅប្រហុកសាច់របស់យើងមានភាពម៉ត់ហើយអញ្ចឹងយើងក្លុកងាយស្រួលយើងក្លុកតិចទៅវាម៉ត់ហើយបន្ទាប់ពីទឹកប្រហុករបស់យើងម៉ត់ហើយយើងក៏មកហាន់គល់លក្រីរបស់យើងហ្នឹងយើងហាន់វាឲ្យស្ដើងទៅដើម្បីយើងមកទុកប្រើប្រាស់ក្នុងការលាយជាមួយនឹងទឹកប្រហុករបស់យើងហើយយើងបន្ទាប់ពីយើងហាន់គល់លក្រីហ្នឹងឲ្យស្អាតរួចមួយអន្លើមកយើងក៏ចាប់ផ្ដើមយកទឹកប្រហុករបស់យើងដួសបានហ្នឹងយកមកលាយជាមួយដួសទឹកហើយយើងដាក់ស្ដែកដីលីងបងប្អូនទឹកប្រហុកมันអាចអត់បានទេគ្រឿងស្ដែកដីប៉ុន្តែកុំមកពេកអត់សូវឆ្ងាញ់ទេយើងបុកនៅរឿងថានៅដុំញ៉ាំទៅដើម្បីមានសភាពថាច្រប់ហើយយើងក៏បានដាក់ក្រូចឆ្មាប្រើម្ជូរក្រូចឆ្មាលាយក្នុងទឹកប្រហុកនឹងយើងលាយម្ដងមកញ៉ាំបានបងប្អូនទឹកប្រហុកដែលយើងធ្វើហើយហ្នឹងយើងអាចដួសដាក់ក្នុងកន្លទុកបានពីយើងក្នុងទូទឹកកកទៅពេលយើងញ៉ាំយើងដួសទឹកប្រហុកហ្នឹងយើងមកដាក់ចូលចានយើងមកហើយយើងដាក់លាយគល់លក្រីស្ដែកដីច្របាច់ក្រូចឆ្មាម្ទេសស្ករសប៊ីចេងតាមចំណូលចិត្តរបស់យើងណាបងប្អូនសម្រាប់ខ្ញុំប្រើម្ទេសច្រើនតិចឯងព្រោះអីរៀងចូលចិត្តម្ទេសដែរអញ្ចឹងมันបានប្រើម្ទេសច្រើនតទៅពីយើងដាក់គ្រឿងក្រៅយើងរួចអស់ហើយដែលដូចខ្ញុំបានរៀបរាប់ហ្នឹងយើងក៏ចាប់ផ្ដើមភ្លក់វាមើលតាមចំណូលចិត្តអត់បានថតគ្រឿងផ្សំឲ្យបងប្អូនមើលដូចបងប្អូនតាមបានទស្សនានឹងស្ករសប៊ីចេងយើងអត់ប្រើម្សៅស៊ុបទេណាបងប្អូនព្រោះវាប្រៃខ្លាំងហើយខ្ញុំប្រើស្ករសរៀងច្រើនបន្តិចហើយនៅទឹកក្រូចឆ្មាព្រោះអីខ្ញុំចូលចិត្តជូរអែមបន្ទាប់ពីធ្វើទឹកផុករួចហើយយើងមកមើលក្បាលជ្រូករបស់យើងអូយមានទាំងដាតមានទាំងស្លឹកជៀកត្រង់ហ្នឹងបងប្អូនបន្ទាប់ពីរួចការហាន់ទាំងធ្វើទឹកផុកហើយយើងក៏មកមើលការរៀបចំបន្លែរបស់យើងខ្ញុំមានប្រើស្លាត់ស្រួយការ៉ុតត្រសក់ដើម្បីទុកការផ្ទាប់ជាមួយខ្ញុំឆ្កាញ់ជាងគេបងប្អូនគឺស្លឹកត្រចៀកហ្មងដឹងអ្នកណាខ្លះដែលពេលញ៉ាំក្បាលជ្រូកហើយគឺចិត្តញ៉ាំស្លឹកត្រចៀកដូចខ្ញុំហ៎ចាបន្ទាប់ពីយើងរៀបចំគ្រឿងក្រៅរួចហើយយើងក៏
ចាប់ដើមបរិភោគហើយក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណចំពោះបងប្អូនទាំងអស់គ្នាសូមបងប្អូនជួយចុច like និង subscribe ឲ្យនាងខ្ញុំម្នាក់មួយផងសូមអរគុណ